ពីការសពរបស់វាទាំងអស់គ្នាបាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូននៅចំណុចពិសេសមួយរបស់ឡានអគ្គិសនីដែលជាទូទៅឡានអគ្គិសនីសឹងតែគ្រប់ model តែតែមានហើយដែលប្រភេទវ៉ាល់សពកង់ប្រភេទ motor សពកង់ដែលវាជាប់មកជាមួយនឹងឡានប្រើជាមួយនឹងឌុយផ្ទុយប្រៃអញ្ចឹង motor នេះគឺវាល្អហើយវាសប់លឿនហើយមិនត្រឹមតែប៉ុណ្ណោះគឺបាទគឺជាផលិតផលល្អដែលមានសិទ្ធិអក្សរជប៉ុនតែម្ដងបាទនេះជាប្រភេទ motor សពរបស់ក្រុមហ៊ុន BYD បាទឥឡូវនេះខ្ញុំមកតេស្តវាជាមួយនឹងការសប់បាល់ឲ្យបងប្អូនមើលតែម្ដងដើម្បីឲ្យដឹងថាវាសប់លឿនឬក៏វាសប់យឺតខ្ញុំបើកវាខ្ញុំបានដោតវាចូលទៅក្នុងឡានមួយហើយឥឡូវយើងមកមើលពីការសប់របស់វាទាំងអស់គ្នាគឺថាសប់លឿនខ្លាំងបងប្អូនបាទគឺមិនម៉ូទ័រដាក់មកឲ្យតែបានទេណាអញ្ចឹងបើក្នុងករណីយើងមានបញ្ហាបែកកង់តាមផ្លូវយើងអាចបដោះបញ្ហាបានតាមរយៈការសប់វាឲ្យមានខ្យល់ហើយវាក៏មានភ្ជាប់មកជាមួយនៅប្រភេទកាវសម្រាប់ប៉ះដោយខ្លួនឯងយើងគ្រាន់តែបាញ់បញ្ចូលវាទៅក្នុងកង់ហើយយើងជិះទៅគឺយើងគ្រាន់តែក្លុកវាទៅវាស្តៀងនឹងប្រភេទកាវចាក់បាញ់នៅក្នុងស្បកកង់អញ្ចឹងគឺល្អមែនទែនសម្រាប់ឡានអគ្គិសនីបើទោះជាមិនមានប្រភេទកង់សកួរមែនប៉ុន្តែវាបានបំពាក់មកជាមួយនឹងប្រភេទស្នប់សក់មួយដែលមានគុណភាពហើយនឹងប្រភេទកាវសម្រាប់ប៉ះដោយខ្លួនឯងបានសម្រាប់នៅពេលដែលយើងមានបញ្ហាបែកកង់តាមផ្លូវដោយយថាហេតុគឺល្អមែនទែនហើយសម្រាប់ប្រភេទឡានពពួក Toyota យើងឧទាហរណ៍ថាបើយើងចង់បានរថយន្តដែលមានស្នប់សក់កង់យើងត្រូវចាយលុយខ្ពស់ដូចជាប្រភេទ Lancer ចាប់ពីឆ្នាំ2016ឡើងទៅទើបមានប្រភេទវ៉ាល់សក់កង់នេះប្រភេទស្នប់សក់នេះហើយប្រភេទនេះគឺវាសប់លឿនដូចបងប្អូនឃើញមិនអញ្ចឹងបាទអញ្ចឹងនេះគ្រាន់តែជាវីដេអូចែករំលែកតិចតួចអរគុណជួបគ្នានៅវីដេអូក្រោយទៀត